សួស្តីបងប្អូនទាំងអស់គ្នារៀបចំដាក់ប៉ុងដើម្បីយើងរៀបទាំងអាវបងប្អូនដើម្បីយើងប៉ានប៉ាក់មួយអាវទៀតបងប្អូនដោយសារតែថ្ងៃហ្នឹងនិយាយទៅស្ទះការងារបងប្អូនអញ្ចឹងតើតាយើងរៀបប៉ាក់ពីល្ងាចទុកឲ្យហើយអញ្ចឹងណាបងប្អូនមុននឹងយើងរៀបទាំងអាវគឺយើងត្រូវដាក់ប៉ុងបែបនេះសិននៅលើម៉ាឡកាំងបងប្អូនដើម្បីឲ្យទាំងអាវរបស់យើងពេលដាក់នៅលើម៉ាឡកាំងគឺវាបានរៀបរយស្អាតបងប្អូនជាទូទៅបងប្អូនយើងប៉ានប៉ាក់យើងត្រូវដាក់ផ្ទាំងអាវយើងបែបនេះសិនណាបងប្អូនត្រូវតែខ្ទាស់ហើយនឹងចាប់ផ្ទាំងអាវរបស់យើងឲ្យបានរៀបរយនៅលើម៉ាឡកាំងពេលដែលយើងប៉ានប៉ាក់ពីលើគោផ្ទាំងអាវរបស់យើងវាប៉ាក់របស់យើងវារៀបរយទៅតាមនឹងដែរបើសិនជាបងប្អូនដាក់នៅលើម៉ាឡកាំងអត់បានរៀបរយបងប្អូនដាក់ប៉ាក់វាអាចនឹងមាននៅសល់កន្លែងចំណុចណាមួយនៅទាំងអាវរបស់យើងវាអត់បានមើលទៅឃើញស្មើស្អាតរៀបរយស្អាតជាមួយនឹងទាំងអាវហើយនឹងប៉ាក់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនធ្វើការចាប់ផ្ទាំងដូចខ្ញុំអញ្ចឹងទៅបងប្អូនត្រូវធ្វើការសេរីវាសំខាន់ទ្រូងហ្នឹងឲ្យត្រូវចំចំណុចរបស់វាណាបងប្អូនទាញមកចំហៀងឲ្យអស់សាច់អាវរបស់យើងដើម្បីយើងប៉ាន់ប៉ាក់ក៏វាបានរៀបរយស្អាតដូចផ្ទាំងអាវរបស់យើងអញ្ចឹងដែរកាលណាយើងធ្វើផ្ទាំងអាវបែបនេះនៅលើម៉ាឡកាំងនេះវាប្រៀបបានទៅនឹងតួខ្លួនរបស់មនុស្សស្រីយើងអញ្ចឹងដែរបងប្អូនកាលណាយើងរៀបចំវាឲ្យបានរៀបរយពេលដែលយើងប៉ាន់ប៉ាក់រួចទាំងអាវរបស់យើងក៏បានរៀបរយស្អាតទៅតាមនឹងដែរការធ្វើរបស់ខ្ញុំនេះបងប្អូនគឺយើងទាញឲ្យទាំងអាវរបស់យើងឲ្យវាស្មើឲ្យវាបានរៀបរយស្អាតណាដោយសារទាំងអាវរបស់យើងជាទូទៅយើងដេរគឺយើងសេរីវាខ្លួនម៉ាឡកាំងហ្នឹងគឺវាសាយទំហំប៉ុនគ្នាឯងបងប្អូនបើអញ្ចឹងយើងត្រូវតែរៀបចំវាឲ្យបានស្អាតដើម្បីយើងដាក់ទាំងប៉ាក់បងប្អូនត្រូវតែរកចំណុចកន្លែងណាមួយដែលវានៅសល់អញ្ចឹងបងប្អូនត្រូវសេរីវាខ្ទាំជុលឲ្យវាបានស្អាតណាការដេរបងប្អូនបានដឹងស្រាប់ហើយវាអត់ងាយស្រួលដូចបងគាត់បានថាទេបងខ្លះគាត់ថាអាវអត់មានម៉ូដទេគាត់តែប៉ាក់ធម្មតាហេតុអីក៏យកថ្លៃម៉េះហេតុអីក៏ធ្វើយូរម៉េះវីដេអូនេះបងប្អូនអាចមើលខ្លួនឯងបានមុនតម្រាំតែយើងបានប៉ាន់ប៉ាក់យើងត្រូវតែកាត់ទាំងអាវយកទៅអ៊ុតកាវមកតង់ហើយទើបយើងយកមកភ្ជាប់ខ្លួនហើយទើបយើងយកមកដាក់លើម៉ាឡកាំងដើម្បីប៉ាន់ប៉ាក់អញ្ចឹងណាបងប្អូនអញ្ចឹងគឺវាច្រើនតង់មែនតើបងប្អូនតម្រាំតែយើងបានអាវមួយគឺនិយាយទៅចំណាយពេលលើការងារនឹងច្រើនហើយគឺតិចនិចក្នុងការធ្វើនឹងក៏វាច្រើនដែរអត់ងាយស្រួលដូចបងគាត់បាននិយាយទេណាហើយអាវមួយប្រភេទនេះគឺជាប្រភេទអាវកបេះដូងបងប្អូនកបេះដូងហើយពេលដែលរួចរាល់បងប្អូនខ្ញុំនឹងថតម៉ូដឲ្យបងប្អូនបានមើលណាតែឥឡូវគ្រាន់តែចង់បង្ហាញបងប្អូនពីទម្រង់រាងអាវដែលខ្ញុំសេរីនៅលើម៉ាឡកាំងនេះដើម្បីប៉ាន់ប៉ាក់យើងសេរីឲ្យបានស្អាតទាំងកទាំងអីរួចរាល់ហើយគឺយើងប៉ាន់ប៉ាក់ពេលដែលយើងប៉ាន់រួចយកទៅដាំចាប់ផ្ដើមដេរយកតែម្ដងអាវមួយប្រភេទនេះដែរគឺជាប្រភេទអាវ size L បងប្អូនការក្លាបដូចគ្នាគឺយប់នេះដែរបងប្អូនគឺខ្ញុំចាប់បានពីអាវពណ៌ផ្កាក្លាបដូចគ្នាដើម្បីត្រៀមទុកឲ្យជាងគាត់ដេរពេលព្រឹកឡើងអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនមានតម្រូវការកម្មវិធីបងប្អូនអាចធ្វើការកម្មង់អីវ៉ាន់ពីខាងបងប្អូនបានបងប្អូនមានរក sample សម្រាប់ធ្វើជូនបងស្រឡាញ់ម៉ូដណាបងអាច search យកម៉ូដហ្នឹងមកបង្ហាញបងប្អូននឹងធ្វើការកាត់ជូនណាដោយសារជាទូទៅបងប្អូនកម្មង់តាមអនឡាញនិងទទួលផ្ទាល់ដូចគ្នាដែរបងប្អូនបងអាចមកដល់ទីតាំងផ្ទាល់ក៏បានបងអាចកម្មង់តាមអនឡាញបានដូចគ្នាដែរអរគុណច្រើនសម្រាប់ការតាមដានវីដេអូបងប្អូន